ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើនំល្ពៅចំហុយឬក៏អ្នកខ្លះគាត់ហៅនំល្ពៅបុកជាពិសេសគឺខ្ញុំហ្នឹងឯងខ្ញុំហៅនំល្ពៅបុកដែរហើយសាច់នំរបស់យើងគឺទន់ស្វិតស្អិតល្មួតតែម្ដងរសជាតិវិញគឺអត់ផ្អែមខ្លាំងទេនំហ្នឹងទុក2-3ថ្ងៃក៏នៅតែទន់ល្អដែរហើយចំពោះល្ពៅវិញបងប្អូនអាចប្រើល្ពៅអីក៏បានដែរទៅតាមចំណូលចិត្តសំខាន់យើងជ្រើសរើសល្ពៅដែលសាច់ល្ពៅស្អិតល្មួតល្អហើយពណ៌លឿងស្អាតចេះទៀតមកគឺយើងបានពេលដែលធ្វើនំហើយគឺនំយើងពណ៌ស្អាតល្ពៅហ្នឹងគឺខ្ញុំអត់ប្រើទាំងអស់ហើយមួយហ្នឹងគឺយើងពុះវាហើយឆ្កឹះគ្រាប់ចេញចិត្តសបកចេញឲ្យស្អាតលាងទឹកវាស្អាតយើងនឹងយកវាមកឈូសជាសរសៃតូចតូចឈូសបានសរសៃវែងវែងគឺល្ពៅយើងពេលដែលចំហុយចេញមកគឺវាមានរូបរាងស្អាតហើយល្ពៅដែលឈូសហើយហ្នឹងគឺចំនួន7ខាំកន្លះបងប្អូនចង់ធ្វើច្រើនគឺអាចគុណឡើងតាមហ្នឹងសម្រាប់ខ្ញុំ7ខាំកន្លះហ្នឹងយើងលាយជាមួយនឹងម្សៅចំនួន2មុខគឺខ្ញុំប្រើម្សៅអង្ករខ្សាយចំនួន3ខាំមកលាយជាមួយនឹងម្សៅត្នោតចំនួនកន្លះខាំយើងលាយម្សៅត្នោតហ្នឹងហើយគឺដើម្បីជួយឲ្យសាច់នំគឺទន់ស្អិតល្មួតប៉ុន្តែបើបងប្អូនអត់ចូលចិត្តសាច់នំល្ពៅស្អិតល្មួតទេបងប្អូនអាចបន្ថយបរិមាណម្សៅត្នោតតិចជាងហ្នឹងឬមួយក៏ប្រើម្សៅអង្ករខ្សាយសុទ្ធក៏បានប៉ុន្តែយើងលាយវាធ្វើម៉េចឲ្យគ្រប់3ខាំកន្លះព្រោះបរិមាណដែលខ្ញុំប្រើហ្នឹងគឺសាច់នំវាអត់ម្សៅច្រើនពេកក៏អត់តិចពេកដែរហើយយើងដាក់បន្ថែមជាមួយនឹងស្ករចំនួន1ខាំកន្លះអំបិល1លាបព្រាកាហ្វេបរិមាណស្ករប៉ុណ្ណឹងគឺអត់ផ្អែមខ្លាំងទេបងប្អូនចូលចិត្តផ្អែមខ្លាំងអាចបន្ថែមស្ករលើសនឹងបានបន្ទាប់មកយើងមានដាក់ខ្ទិះដូងយើងប្រើខ្ទិះដូងដើមសុទ្ធចំនួន2ខាំទៅ2ខាំកន្លះខ្ញុំប្រើចំនួន2ខាំព្រោះខ្ញុំចង់ឲ្យសាច់នំល្ពៅខ្ញុំគឺវាស្អិតល្មួតបែបនេះយើងច្របាច់ម្សៅចូលជាមួយល្ពៅឲ្យសព្វល្អហើយចាំបងប្អូនបន្ថែមសាច់ដូងខ្ចីចូលចំនួន2ខាំយើងលាយសាច់ដូងខ្ចីបន្ថែមគឺដើម្បីឲ្យសាច់នំយើងគឺកាន់តែឆ្ងាញ់បើបងប្អូនអត់ដាក់គឺអត់សូវឆ្ងាញ់ទេហើយចំពោះស្លឹកចេកវិញបងប្អូនអាចយកវាទៅហាលថ្ងៃឲ្យវាទន់ហើយចាំយកវាមកហែកប្រហែលជាមួយចង្អាមលឿនបន្តិចជូតសម្អាតឲ្យស្អាតហើយយើងយកវាមកវេចខ្ចប់ដោយសារតែយើងលាយវាខាប់ប៉ុណ្នេះអញ្ចឹងទៅគឺងាយស្រួលក្នុងការវេចមែនតើចំពោះនំល្ពៅរបស់យើងបើបងប្អូនប្រើខ្ទិះដូង2ខាំកន្លះអាចរាវជាងនឹងបន្តិចក៏វានៅវេចស្រួលដែរប៉ុន្តែបើប្រើដល់3ខាំវិញគឺរាវខ្លាំងខ្ទិះដែលយើងលាយហ្នឹងគឺអាចពេលដែលវេចហ្នឹងគឺហូរចេញមកតាមស្លឹកចេកដែលយើងបត់នេះពេលដែលចំហុយអញ្ចឹងហើយខ្ញុំប្រើត្រឹម2ខាំឯសារនេះខ្ញុំចង់ដឹងមើលថាយើងប្រើកំហាប់ប៉ុណ្ណាសាច់នំយើងចេញមកមិនដែរហើយយើងវេចបែបនេះមកវេចវារហូតតតែអស់គឺបាននំចំនួន20ចំពោះបរិមាណម្សៅដែលយើងលាយហ្នឹងហើយមុននឹងចំហុយបងប្អូនត្រូវដាំទឹកឲ្យពុះសិនពេលដែលទឹកពុះចាំយើងរៀបនំយើងចូលហើយការរៀបហ្នឹងគឺអត់ឲ្យណែនខ្លាំងទេគឺឲ្យមានចន្លោះដើម្បីឲ្យដង្ហើមទឹកវាឡើងមកដល់លើទើបនំយើងពេលដែលចំហុយទៅវាឆ្អិនបានស្មើល្អចំពោះនំរបស់ខ្ញុំវារាងច្រើនដែររៀបទៅពេញអញ្ចឹងខ្ញុំចំហុយវា30នាទីបងប្អូនអាចប្រើរយៈពេលត្រឹម20នាទីទៅ30បើនំតិចជាងហ្នឹងគឺ20សម្រាប់ខ្ញុំគឺ30នាទីបានឆ្អិនល្មមតែម្ដងហើយពេលដែលវាឆ្អិនហើយគឺយើងត្រូវលើកវាចូលចេញមករៀបនៅក្នុងច្រែងបែបនេះដើម្បីឲ្យវាមានដង្ហើមកុំឲ្យវាបែកញើសទៅវាធ្វើនំយើងឆាប់អូមយើងសម្ដិលឲ្យវាចុះត្រជាក់ហើយបងប្អូនអាចទុកក្នុងទូទឹកកកបាន4-5ថ្ងៃគឺអត់ខូចទេហើយមកមើលសាច់នំរបស់ខ្ញុំវិញគឺល្អខ្លាំងមែនតើបងប្អូនអរគ្នាយើងវិចម្សៅខាប់បែបហ្នឹងសាច់នំយើងគឺរលោងស្អាតជាងយើងលាយមកសាច់នំរាវសាច់ម្សៅរាវគឺវិចមកវាអត់សូវស្អាតចឹងទេហើយរសជាតិវិញគឺផ្អែមល្មមឈ្ងុយហើយសាច់នំគឺស្អិតល្មួតទោះទុក2ថ្ងៃនៅខាងក្រៅក៏វានៅតែទន់ដែរបងប្អូនអត់ឆ្លតធ្វើគឺអាចសាកល្បងធ្វើបានណាអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បងប្អូនមានសំណួរឬយោបល់អីគឺអាច comment នៅខាងក្រោមវីដេអូបានសម្រាប់បងប្អូនថ្មីៗកុំភ្លេចជួយ subscribe Channel YouTube និង follow page របស់ខ្ញុំផងអរគុណជំរាបលាជួបគ្នាវីដេអូក្រោយៗ